រូបរបស់អស់លោកអ្នកស្ដាប់ជាទីមេត្រីបាទតកតងទៅនឹងស្ថានភាពបាទនៅតាមព្រំដែនបាទកម្ពុជាថៃបាទយើងឃើញថាល្ងាចមិញនេះបាទអ្នកនាំពាក្យក្រសួងការពារជាតិក៏បានចេញសេចក្តីប្រកាសព័ត៌មានសង្ខេបបាទគឺតកតងទៅនឹងស្ថានភាពនៅតាមគ្រប់ស្មរភូមិបាទគឺកម្ពុជាកំពុងតែបាទឈរជើងការពារបានយ៉ាងរឹងមាំហើយយើងមើលពីប្រតិកម្មបាទរបស់អន្តរជាតិជាពិសេសនោះគឺខាងសហរដ្ឋអាមេរិកបាទដែលជាមហាអំណាចលេខ1លើពិភពលោកបាទទាំងយោធានិងសេដ្ឋកិច្ចហើយកន្លងទៅនេះយើងបានឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាទក៏មានការខ្នះខ្នែងនៅក្នុងការបញ្ចប់បាទបញ្ហាចំនួនព្រំដែនបាទកម្ពុជាថៃបាទកាលពីសង្គ្រាម5ថ្ងៃបាទជាង4ខែមុនហ្នឹងបាទលោកដូណាល់ត្រាំបាទក៏បានចូលរួមបាទយ៉ាងសកម្មជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានផងដែរហើយក្រោយពីពេលដែលថៃបានបើកប្រតិបត្តិការឈ្លានពានបាទកម្ពុជាបាញ់ប្រហារមកលើបាទកម្ពុជាជាលើកទី2បាទកាលពីថ្ងៃទី8ខែធ្នូ2025កន្លងទៅនេះបាទហើយរហូតមកដល់ពេលនេះបាទគឺយើងចូលដល់ថ្ងៃទី10ខែធ្នូ2025បាទមានរយៈពេល2ថ្ងៃហើយបាទយើងឃើញថាបន្ទាប់ពីថៃបានបើកការឈ្លានពានសារជាថ្មីនេះបាទស្ថានទូតអាមេរិកបាទក៏ដូចជាខាងក្រសួងការពារជាតិសហរដ្ឋអាមេរិកបាទក៏បានចេញប្រតិកម្មហើយដែរនៅយប់មិញនេះបាទគឺយើងបានទទួលព័ត៌មានបាទតាមរយៈការចុះផ្សាយបាទដោយក្រសួងព័ត៌មានបាទបានបញ្ជាក់បាទតកតងទៅនឹងរឿងនេះបាទដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប្រយុទ្ធគ្នានិងការរងគ្រោះថ្នាក់បាទនៅទីតាំងជាច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃនេះបើតាមសេចក្តីថ្លែងការណ៍សារព័ត៌មានផ្លូវការបាទដែលចេញផ្សាយនៅថ្ងៃទី9ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាបាទយើងជំរុញយ៉ាងខ្លាំងក្លាឲ្យបញ្ឈប់អរិភាពជាបន្ទាន់ការពារជនស៊ីវិលនិងឲ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញសហរដ្ឋអាមេរិកបាទបានអំពាវនាវឲ្យភាគីទាំងពីរគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរចុះថ្ងៃទី26ខែតុលាដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីអាមេរិកបាទគឺលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទប្រិមត្តតតងនឹងព័ត៌មានជាបន្តបាទអំពីរបាយការណ៍បាទអំពីក្រសួងអប់រំបានគិតមកដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះបាទសាលារៀនចំនួន514កន្លែងបានបិទទ្វារដែលធ្វើប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ130,000នាក់បាទនឹងការបំពេញការងាររបស់គ្រូបង្រៀនចំនួន4650នាក់ក្រសួងអប់រំយុវជននិងកីឡាតាមរយៈសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាដោយសារការឈ្លានពានយោធាខុសច្បាប់និងគួរឲ្យស្អប់ខ្ពើមរបស់ប្រទេសថៃមកលើអធិបតេយ្យនិងបូរណភាពបាទនៃប្រជាណាចក្រកម្ពុជាគិតមកដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025សាលារៀនចំនួន514កន្លែងបានបិទទ្វារធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ130,000នាក់បាទនឹងការបំពេញការងាររបស់គ្រូបង្រៀនចំនួន4650នាក់ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាខេត្តដែលបានបិទទ្វារសាលាបាទរួមមានទី1ខេត្តព្រះវិហារស្រុកជាំខ្សានទទួលរងផលប៉ះពាល់ទាំងស្រុងបាទដែលធ្វើឲ្យសាលារៀនចំនួន61បានផ្អាកដំណើរការនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន13,665នាក់គ្រូបង្រៀនចំនួន493នាក់បាទទី2នោះគឺខេត្តឧត្តរមានជ័យទទួលរងផលប៉ះពាល់ទាំងស្រុងដែលធ្វើឲ្យសាលារៀនចំនួន260ត្រូវបានផ្អាកដំណើរការបាទនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន55,731នាក់គ្រូបង្រៀន2344នាក់សាលារៀននៅជាប់ព្រំដែនចម្ងាយ10គីឡូម៉ែត្រមានចំនួន32សាលាក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន8ក្រុងសំរោងចំនួន12ស្រុកអនងវែងចំនួន4និងស្រុកត្រពាំងប្រាសាទចំនួន8ទី3នោះគឺខេត្តបន្ទាយមានជ័យបាទមានសាលារៀនសរុបចំនួន186បាទក្នុងក្រុងបាទស្រុកចំនួន5ក្នុងខេត្តបន្ទាយមានជ័យបានផ្អាកដំណើរការនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន58,554នាក់បាទគ្រូបង្រៀនចំនួន1790នាក់ទី4នោះគឺខេត្តពោធិ៍សាត់បាទមានសាលារៀនចំនួន5បាទក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់បានផ្អាកដំណើរការនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួនបាទ891នាក់គ្រូបង្រៀនចំនួន20នាក់បាទក្នុងនោះវិទ្យាល័យប្រម៉ោយនិងវត្តប្រម៉ោយត្រូវបានយកជាទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកមកពីឃុំថ្មដា
បាទទី5នោះគឺខេត្តកោះកុងបាទមានសាលារៀនចំនួន2ក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងបាទបានផ្អាកដំណើរការនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន55នាក់បាទគ្រូបង្រៀនចំនួន3នាក់ទី6ខេត្តបាត់ដំបងបាទមានសាលារៀនក្នុងស្រុកចំនួន4នៅក្នុងខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជាថៃរួមមានស្រុកសំឡូតស្រុកសំពៅលូនស្រុកកំរៀងនិងស្រុកភ្នំព្រឹកពុំទាន់ផ្អាកដំណើរការនៅឡើយទេប៉ុន្តែសិស្សអវត្តមានច្រើនបាទប្រិមត្តទស្សនិកជនបាទយើងទៅចាប់អារម្មណ៍តាក់ទងទៅនឹងជនភៀសសឹកវិញបាទនៅក្នុងខេត្តបន្ទាយមានជ័យបាទអាដាមអាបាខេត្តបានរៀបចំបាទទីតាំងជាច្រើនដើម្បីទទួលជនភៀសសឹកបាទហើយបាទគិតជារបាយការណ៍ទូរលេខបាទយើងឃើញថាគិតត្រឹមល្ងាចមិញបាទគឺល្ងាចថ្ងៃទី9បាទខែធ្នូ2025មានជនភៀសសឹកបាទប្រមាណជាបាទ5900សុភ័យទោសបាទមានជនភៀសសឹកបាទប្រមាណជា4562គ្រួសារបាទស្មើនឹងមនុស្សរាយប្រមាណជា13686នាក់បាទនេះគិតត្រឹមម៉ោង11ព្រឹកបាទថ្ងៃទី9ខែធ្នូបាទដែលជារបាយការណ៍នៅក្នុងខេត្តបន្ទាយមានជ័យហើយយើងឃើញតាមបាទបណ្ដាផ្លូវបាទធ្វើដំណើរសំខាន់ហ្នឹងក៏មានភាពមមាញឹកបាទដោយប្រជាជននៅតាមព្រំដែនបាទខេត្តបន្ទាយមានជ័យបាទមានដូចជាខាងស្រុកថ្មពួកស្រុកស្វាយជែកបាទក្រុងប៉ោយប៉ែតអូជ្រៅបាទលោកមានភាពចាំបាច់បាទនៅក្នុងការជំលះបាទមករកកន្លែងសុវត្ថិភាពបាទហើយបើយើងមើលបាទតាមបណ្ដាខេត្តផ្សេងវិញបាទដូចជាខាងខេត្តឧត្តរមានជ័យបាទមានជនភៀសសឹកប្រមាណជា4200អភ័យទោស4028គ្រួសារបាទស្មើនឹងមនុស្សរាយប្រមាណជា12996នាក់បាទខាងខេត្តព្រះវិហារបាទមានជនភៀសសឹកប្រមាណជា3628គ្រួសារស្មើនឹងប្រមាណជា13056នាក់ខេត្តពោធិ៍សាត់បាទមានជនភៀសសឹកប្រមាណជា900គ្រួសារបាទស្មើនឹងប្រមាណ3736នាក់ហើយខេត្តសៀមរាបបាទក៏មានមណ្ឌលភៀសសឹកបាទសម្រាប់ទទួលជនភៀសសឹកដែរធ្វើត្បិតថាខាងខេត្តសៀមរាបនឹងมันមានព្រំដែនបាទជាប់ជាមួយនឹងប្រទេសថៃក៏ពិតមែនក៏ប៉ុន្តែមានប្រជាពលរដ្ឋយើងបាទដែលមកពីតាមបណ្ដាខេត្តផ្សេងដូចជាខេត្តឧត្តរមានជ័យបាទដូចជាខាងខេត្តព្រះវិហារដូចជាខាងខេត្តបន្ទាយមានជ័យបាទគឺបាទប្រជាពលរដ្ឋយើងមានការភៀសសឹកបាទទៅខាងខេត្តសៀមរាបហើយអាជ្ញាធរខេត្តបាទក៏ដូចជាខាងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយអាដាមគុណគីមហ្នឹងបាទក៏បានរៀបចំជាជំរំភៀសសឹកមានប្រមាណជា3450គ្រួសារដែរដោយស្មើនឹងមនុស្សប្រមាណជា11000បាទ76នាក់ហើយតកតងទៅនឹងផលប៉ះពាល់វិញប្រិមត្តណាបាទផលប៉ះពាល់ដោយសារការឈ្លានពានរបស់ទាហានថៃនេះយើងឃើញថាជនស៊ីវិលបាទមានការស្លាប់បាទចំនួន7នាក់ហើយរបួស20នាក់បាទនេះគឺជារបាយការណ៍គិតត្រឹមម៉ោង11ព្រឹកបាទថ្ងៃទី9ម្សិលមិញក្នុងនោះយើងឃើញថាខេត្តឧត្តរមានជ័យប្រិមិត្តមានការស្លាប់3នាក់រងរបួស8នាក់ខេត្តព្រះវិហារបាទស្លាប់1នាក់បាទរងរបួស2នាក់ខេត្តបន្ទាយមានជ័យស្លាប់3នាក់បាទរងរបួស10នាក់ប្រិមិត្តបាទប្រិមិត្តក្នុងកលៈទេសៈបាទនៃការឈ្លានពានពីសត្រូវបាទនេះពេលនេះបាទរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំដល់អភិបាលខេត្តដែលជាប់ព្រំដែនជាមួយប្រទេសថៃបាទត្រូវចាត់វិធានការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីអាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្តដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃបាទត្រូវចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីដើម្បីគ្រប់គ្រងសភាពការតាមព្រំដែននិងឆ្លើយតបបាទនឹងការឈ្លានពានពីសំណាក់កងទ័ពថៃព្រមទាំងការការពារនៅបាទធានាការពារនៅសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរនិងចូលរួមថែរក្សាការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អភិបាលខេត្តជាប់ព្រំដែនកម្ពុជាថៃអនុវត្តវិធានការមួយចំនួនដូចខាងក្រោមបាទទី1ត្រូវធ្វើការជំលះប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្ដាស្រុកជាប់ព្រំដែនពិសេសតំបន់ដែលមានហានិភ័យខ្ពស់ទៅឲ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេចដោយរដ្ឋបាលខេត្តសមីឲ្យបានឆាប់បំផុតបាទដោយតម្រូវធានាឲ្យបាននៅសុខសុវត្ថិភាពបាទជូនដល់ប្រជាពលរដ្ឋខ្មែរបាទទី2ត្រូវចាត់ចែងនិងផ្ដល់ជូនជនភៀសសឹកនៅគ្រឿងឧបភោគបរិភោគថ្នាំសង្កូវទឹកស្អាតអគ្គិសនីរៀបចំជម្រកឬតង់បាទសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងតម្រូវការចាំបាច់ផ្សេងទៀតឲ្យបានសមស្របបាទទី3អាចធ្វើការ
អំពីនេះដល់ដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលបាទជាតិនិងអន្តរជាតិបាទនិងសប្បុរសជនឲ្យបានផ្ដល់ជំនួយជាស្បៀងអាហារថវិកាថ្នាំសង្កូវបាទនិងជំនួយសេវាសង្គមចាំបាច់បាទជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ននៅតាមទីជម្រកសុវត្ថិភាពបាទទី4ត្រូវបែងចែកកម្លាំងនិងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីបាទគ្រប់គ្រងនិងថែរក្សាការពារសន្តិសុខនិងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាពព្រមទាំងការពារផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីជនខិលខូចទន្ទឹមនេះត្រូវចាត់កម្លាំងបដាវុធនិងអាជ្ញាធរមូលដ្ឋានធ្វើការយាមល្បាត24 លើ 24 ម៉ោងដើម្បីចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបជនបង្កប់បាទឬជនល្មើសដែលធ្វើសកម្មភាពស៊ើបការនិងផ្ដល់ព័ត៌មានសម្ងាត់ឬទីតាំងយោធាកម្ពុជាបាទទៅឲ្យខ្មាំងសត្រូវបរទេសបាទទី5ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវឲ្យផ្សព្វផ្សាយនៅរូបភាពឬវីដេអូបង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធសភាវុធនិងទីតាំងមូលដ្ឋានកងទ័ពរបស់កម្ពុជាជាដាច់ខាតទី6ត្រូវរៀបចំឲ្យក្រុមការងារបាទមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនក្រសួងមហាផ្ទៃរៀងរាល់ព្រឹកម៉ោង 7 បាទរសៀលម៉ោង 12 និងល្ងាចម៉ោង 18 អំពីសកម្មភាពបាទសភាពការវិវត្តបាទនៅសមរភូមិមុខស្ថានភាពជនភៀសសឹកនិងសភាពការចាំបាច់ផ្សេងៗទៀតទី7ត្រូវចាត់ឲ្យបាទក្រុមការងារមួយទៀតទទួលកត់ត្រានិងចងក្រងភស្តុតាងនៅរាល់ការវាយប្រហារនិងការឈ្លានពានរបស់កងទ័ពថៃរួមមានអ្នករងរបួសនិងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិលបាទការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងវត្តអារាមប្រាសាទបុរាណសាលារៀនមន្ទីរពេទ្យហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងទ្រព្យសម្បត្តិផ្សេងៗទៀតបាទសូមភ្ជាប់ទៅជាមួយនៅរូបថតវីដេអូទីតាំងនិយាមការជាក់លាក់និងភស្តុតាងប្រសិនបើមានចំណុចទី8ត្រូវហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើកបាទឬដ្រូនរបស់ជនស៊ីវិលនិងចាត់វិធានការទប់ស្កាត់និងបង្ក្រាបការបង្ហោះឲ្យបានទាន់ពេលវេលារហូតដល់សភាពការវិលមករកប្រក្តីភាពវិញចំណុចចុងក្រោយនោះគឺត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការជូនដល់ប្រជាពលរដ្ឋចរាចរណ៍នៅព័ត៌មានមិនពិតជាពិសេសត្រូវចាត់វិធានការបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងយុទ្ធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិបញ្ឆេះកំហឹងបាទនឹងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរបាទប្រិមត្តទស្សនិកជនបាទតទៅព័ត៌មានជាបន្តទៅទៀតនេះបាទកម្ពុជាប្រជុំបន្ទាន់បាទជាមួយទូតអង្គការបរទេសចំនួន33និងក្រុមអ្នកសង្កេតការ AOT ប្រាប់ពីហេតុការណ៍បាញ់ប្រហាររបស់ថៃមកលើកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី9ធ្នូម្សិលមិញនេះបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអង្គទូតបរទេសប្រចាំកម្ពុជាចំនួន30អង្គការអន្តរជាតិចំនួន3រួមទាំងតំណាងអង្គការសហប្រជាជាតិផងដើម្បីធ្វើបទបង្ហាញពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃកិច្ចប្រជុំបន្ទាន់នេះបាទក្រុមការងារសម្របសម្រួលអ្នកសង្កេតការរបស់ក្រសួងការពារជាតិក៏បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអាស៊ានដែលហៅកាត់ថា AOT ចូលរួមស្ដាប់បទបង្ហាញខាងលើបាទតាមរយៈ Zoom ផងដែរនៅចំពោះមុខអង្គទូតបាទអង្គការអន្តរជាតិនិងក្រុមអ្នកសង្កេតការអាស៊ានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនឹងមានការចូលរួមធ្វើបទបង្ហាញបន្ថែមពីបាទឯកឧត្តមរដ្ឋដារារដ្ឋបាទរដ្ឋលេខាធិការក្រសួងការពារជាតិបានជម្រាបប្រាប់តំណាងអន្តរជាតិទាំងអស់ថាយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាអស់រយៈពេល3ថ្ងៃមកហើយបាទដោយចាប់ពីថ្ងៃទី7ខែធ្នូរហូតមកទល់បាទថ្ងៃម្សិលមិញនេះបាទដែលជាសកម្មភាពរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែរក្សាជំហរយ៉ាងច្បាស់និងបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តបាទតាមលក្ខខណ្ឌបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមកព្រមទាំងប្រកាន់ខ្ជាប់នៅការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជាថ្មីម្ដងទៀតកម្ពុជាអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី26តុលាឆ្នាំ2025បាទនៅប្រទេសម៉ាឡេស៊ីបាទប្រិមត្តតេតងនឹងព័ត៌មានជាបន្តបាទយោធាថៃបាទប្លង់កំទេចប្រាសាទតាក្របីកម្ពុជាស្នើអន្តរជាតិពិសេស UNESCO ថ្កោលទោសបន្ទាន់បាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានៅរសៀលថ្ងៃទី9ខែធ្នូឆ្នាំ2025នេះបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីដែលជាទីគោរព
សក្ការៈរបស់កម្ពុជាបាននឹងទាមទារឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិថ្កោលទោសហើយជំរុញឲ្យថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពបំផ្លិចបំផ្លាញនេះតាមរយៈសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីក្រសួងវប្បធម៌ចាត់ទុកជាទង្វើដ៏សាហាវរបស់យោធាថៃបាទទង្វើនេះបាទបង្ហាញអំពីភាពអសិលធម៌ដែលបង្ហាញអំពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសបាទមរតកបាទវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបានបាទក្នុងន័យនេះក្រសួងវប្បធម៌កម្ពុជាអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិជាពិសេសអង្គការ UNESCO សហគមន៍អាស៊ាននិងបណ្ដាស្ថាប័នពាក់ព័ន្ធអង្គការសមាគមនិងបុគ្គលគ្រប់រូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិបាទសូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតនិងជំរុញបាទយោធាថៃឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពបំផ្លិចបំផ្លាញនេះក្រសួងអះអាងថាកិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិគឺជាភាពចាំបាច់បំផុតបាទពីព្រោះយោធាថៃបាននឹងកំពុងបន្តបាទបាញ់ប្រហារដោយមិនញញើតបាទមកលើគ្រប់ទីតាំងមិនថាជាទីតាំងជនស៊ីវិលឬទីតាំងបេតិកភណ្ឌនោះទេបាទជាក់ស្ដែងនៅថ្ងៃទី8ខែធ្នូប្រាសាទព្រះវិហារបាទក៏បានទទួលរងការបំផ្លិចបំផ្លាញធ្វើឲ្យអគារអភិរក្សក្រមកិច្ចសហការបាទអភិរក្សកម្ពុជាឥណ្ឌាត្រូវបានខូចខាតទាំងស្រុងរួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរក្នុងន័យនេះកម្ពុជាតាមរយៈក្រសួងវប្បធម៌នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ទាំងកម្រិតជាតិនិងអន្តរជាតិដើម្បីទាមទារឲ្យថៃទទួលខុសត្រូវលើសកម្មភាពអសិលធម៌ទាំងនេះបាទចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមានក៏ដូចជាកត់ត្រាទុកអំពីការបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិបាទប្រិមិត្តនាងកញ្ញាជាទីមេត្រីបាទព័ត៌មានជាបន្តទៅទៀតនេះបាទយើងឃើញថាបាទដើម្បីគ្រប់គ្រងកងទ័ពនិងប្រជាជនព្រំដែនបាទលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបាទឧត្តមភរិយារបស់សម្ដេចកតេអភ័យទោសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាទបានជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាបរិច្ចាគឈាមបាទដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនិងប្រជាពលរដ្ឋតាមព្រំដែនបាទលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបាទបានចេញសារអំពាវនាវដល់ជនរួមជាតិបាទផ្ដល់ឈាមដោយស្ម័គ្រចិត្តយោងតាមទំព័រ Facebook ផ្លូវការនៅយប់ថ្ងៃទី8ខែធ្នូកន្លងទៅនេះលោកជំទាវបណ្ឌិតបានបង្ហោះសារអំពាវនាវបាទសូមបងប្អូនពលរដ្ឋយើងចូលរួមឲ្យបានច្រើននេះគឺជាសកម្មភាពរបស់កម្លាំងជួរក្រោយអាចចូលរួមក្នុងការការពារជាតិទឹកដីនិងផ្ដល់ជាការលើកទឹកចិត្តដល់វីរៈយោធារបស់យើងការបង្ហោះសំណេររបស់លោកជំទាវគឺភ្ជាប់ជាមួយនឹងសេចក្តីប្រកាសព័ត៌មានរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលកំពុងគៀងគរអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយជនរួមឈាមបាននៅថ្ងៃទី9ខែធ្នូសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោអំពាវនាវឲ្យពលរដ្ឋខ្មែរបាទទៅចូលរួមបរិច្ចាគឈាមនៅសាកលវិទ្យាល័យការពារជាតិបាទស្ថិតនៅខណ្ឌរិស័យកែវក្បែរស្ពានអាកាសបាទនៅខាងរាជធានីភ្នំពេញបាទហើយព្រឹត្តិការណ៍នេះគឺក៏ជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខនិងប្រជាជននៅតាមព្រំដែនក៏ដូចជារួមចំណែកបាទក្នុងការថែរក្សាការពារបូរណភាពទឹកដីប្រយុទ្ធនឹងការឈ្លានពានរបស់បាទយោធាសៀមបាទព័ត៌មានជាបន្តនោះគឺអំពីខេត្តពោធិ៍សាត់បាទអភិបាលខេត្តបានចុះអន្តរាគមន៍សង្គ្រោះបន្ទាន់